ដូណាល់ត្រាំប្រធានាធិបតីអាមេរិកប្រហែលជាមិនទាន់អាចបញ្ចប់មហិច្ឆតារបស់លោកត្រឹមបញ្ចប់សក្តានុពលរបស់លោកនីកូឡាម៉ាដូរ៉ូត្រឹមនេះនៅឡើយទេមួយថ្ងៃបន្ទាប់ពីលោកបានបញ្ជាកម្លាំងពិសេសទៅចាប់ខ្លួនទាំងកំរោលនៅក្នុងគេហដ្ឋានរបស់លោកម៉ាឌូរ៉ូលោកដូណាល់ត្រាំបានគម្រាមដោយត្រង់ទៅប្រទេសកូឡុំប៊ីទៀតកាលពីថ្ងៃអាទិត្យនៅលើយន្តហោះ Air Force One របស់លោកដោយចោទប្រកាន់ថាប្រទេសនេះកំពុងសម្របសម្រួលក្នុងការចរចាគ្រឿងញៀនកម្រិតពិភពលោកដែរហើយបានប្រើប្រាស់ទីផ្សារសហរដ្ឋអាមេរិកជាគោលដៅក្នុងការចែកចាយគ្រឿងញៀននេះមិនខុសគ្នាពីវេណេស៊ុយអេឡានោះប៉ុន្មាននោះឡើយកូឡុំប៊ីដែលជាភូមិផងរបងជាមួយនឹងប្រទេសវេណេស៊ុយអេឡាដែរបានប្រតិកម្មដឹកចាត់ទុកសាររបស់លោកដូណាល់ត្រាំថានេះជាចេតនាបង្កសង្គ្រាមនិងមានបំណងឈ្លានពានដោយបំពានច្បាប់អន្តរជាតិមកលើដែនដីរបស់កូឡុំប៊ីលោកគូស្តាវ៉ូពេត្រូដែលជាប្រធានាធិបតីកូឡុំប៊ីបានឆ្លើយតបភ្លាមៗថាប្រសិនបើមានការបំពានបែបនេះមែនកូឡុំប៊ីគ្មានជំរឿសណាមួយក្រៅពីត្រៀមបើកការវាយប្រហារត្រឡប់ទៅវិញនោះទេបើទោះជាបែបណាសម្រាប់លោកពេត្រូថ្មីបើកូឡុំប៊ីរងការចោទប្រកាន់ថាជាប្រទេសដែលផលិតគ្រឿងញៀនដ៏ធំមួយនៅលើពិភពលោកក្តីក៏ក្រោយការបោះឆ្នោតចាប់តាំងពីឆ្នាំ2022មកលោកពេត្រូខ្លួនឯងក៏បានអះអាងថាលោកមិនបានជាប់ពាក់ព័ន្ធនឹងការចរាចរគ្រឿងញៀននេះម្ដងណានោះឡើយលោកដូណាល់ត្រាំក្រៅពីគម្រាមដោយត្រង់ថានឹងចាត់វិធានការដោយយោធាទៅលើប្រទេសកូឡុំប៊ីហើយឆ្លើយតបនឹងសំណួររបស់អ្នកកាសែតនៅលើយន្តហោះ Air Force One របស់លោកដូណាល់ត្រាំថែមទាំងបានគម្រាមប្រទេសគុយបាទៀតដោយលោកអាងថាប្រទេសកុម្មុយនីសមួយនេះក៏មានរឿងអាស្រូវនឹងស្មុគស្មាញណាស់ដែរក្នុងពេលជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនក៏មិនភ្លេចឡើយរឿងកោះគ្រីឡែនរបស់ប្រទេសដាណឺម៉ាកដែលនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតីដូណាល់ត្រាំចង់បានជាកម្មសិទ្ធិមកធ្វើជាដែនដីរបស់ខ្លួនជុំវិញរឿងនេះលោកស្រី Mette Frederiksen ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសដាណឺម៉ាកប្រតិកម្មភ្លាមៗទៅនឹងជំហររបស់លោកដូណាល់ត្រាំដែលចង់ក្តោបក្តាប់ដែនដីនៃកោះគ្រីឡែននេះដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តមួយរបស់អង្គការអូតង់ដែរនៅក្នុងប្លុកសហគមន៍អឺរ៉ុបតាមរយៈលោកស្រី Frederiksen ថាអាមេរិកគ្មានសិទ្ធិស្របច្បាប់ណាមួយដែលដាក់ដែនដីនៃកោះគ្រីឡែននេះជាកម្មសិទ្ធិរបស់ខ្លួននោះទេហើយប្រទេសដាណឺម៉ាកបានផ្ដល់រួចជាស្រេចទៅហើយសម្រាប់ទីក្រុងវ៉ាស៊ីនតោនអាចចេញចូលដែនដីនៃកោះនេះដោយមានកំណត់នៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់ជាងនេះទៅទៀតដាណឺម៉ាកបានប្រមានជាថ្មីនិងមានជំហរដូចច្បាស់ថារដ្ឋការទីក្រុងវ៉ាស៊ីនតោនក៏មកគម្រាមដូចនេះតទៅទៀតដោយគ្នាទៅនឹងបណ្ដារដ្ឋដទៃទៀតយ៉ាងដូចនោះដែរចំពោះដែនដីនៃកោះគ្រីឡែននេះ